point យើងមានប្រភេទការហាត់ទី1 introduction ទី2 problem ទី3 solution ទី4 technology result ទី6 future plan ទី7 teamwork Take sport គឺជាការគ្រប់គ្រងសិស្សនៅតាមសាលារៀនដើម្បីឲ្យតាមសាលាមានភាពងាយស្រួលក្នុងការតាមដានសិស្សផលវិបាកក្នុងការគ្រប់គ្រងសិស្សត្រូវចំណាយពេលសរសេរវត្តមានសិស្សចំណាយពេលកត់កិច្ចការផ្ទះឲ្យសិស្សវិបាកក្នុងការដឹងពិន្ទុប្រឡងមិនអាចប្រឡងបានពីចម្ងាយបង្កើត mobile app ឈ្មោះថា Take Sport ងាយស្រួលគ្រប់គ្រងវត្តមានសិស្សបង្ហាញពិន្ទុប្រឡងឲ្យសិស្សមើលឃើញតាមរយៈទូរស័ព្ទដៃ Technology ប្រើ app Make App Inventor គម្រោងនៅថ្ងៃអនាគតបន្ថែមការផ្ដល់ជូនដំណឹងសម្រាប់ homework assignment និង exam ការបញ្ចេញមេរៀនតាមកម្រិតថ្នាក់ឪពុកម្ដាយអាចសុំច្បាប់ពួកឲ្យកូនតាមរយៈទូរស័ព្ទដៃលទ្ធផលពួកយើងដែលធ្វើបានដូចជាសមាជិកក្រុមរបស់ពួកយើងដែលមានចំនួន5នាក់ចុងក្រោយពួកយើងសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះ